Ok, số đây là ngọc ní hay nước nông video mới ní khi thưa ca bằng hai bằng bộ ngọc ní tiện tông cho mùi năng đặc biệt này ca pra AI giai đoạn mấy mũi cứ tiện tông cho mùi năng AI generate chùm riêng đòi khuôn ảnh hay về khác em chưa tha dương trong chiri nhưng trong này pôn chùm riêng còn công san con ấy mà đại dương ở đăng thả luôn tất chiri chùm lục bạp na hay dương ở đăng thả dương cu ta này pôn bạp na hay là nông ngày ní khi mà thưa ca bằng hai bằng bộ ngọc ní tiện tông cho mùi năng đặc biệt này ca pra AI ដើម្បីឲ្យយើងបង្កើតចម្រៀងនៅខ្លួនឯងតាមចំណងចំណុចចិត្តរបស់យើងអញ្ចឹងអ្វីដែលយើងត្រូវដឹងដំបូងគេនោះគឺទាក់ទងជាមួយនឹង website generate របស់យើងគឺវាមានច្រើននៅក្នុងនេះអញ្ចឹងបងប្អូនគ្រាន់តែ search ខ្មែរ music generator ហើយ scroll ទៅ website មួយដែលគេដាក់ឈ្មោះថា aimusic.source take ខ្មែរបាទនៅកន្លែងនេះចឹងបងប្អូនគ្រាន់តែចុចចូលទៅហើយបន្ទាប់ទៀតដល់ពេលដែលបងប្អូនបានដឹងពី website ហ្នឹងហើយអ្វីដែលយើងត្រូវសរសេរសូម description នៅកន្លែងនេះគោលបំណងរបស់យើងថាយើងចង់សរសេរពីចម្រៀងអីអញ្ចឹងកន្លែងនេះគឺគេអនុញ្ញាតឲ្យយើងសរសេរត្រឹមតែ190តួអក្សរទេអញ្ចឹងយើងត្រូវចូលទៅមើលក្នុង chat GPT របស់យើងមកវិញអញ្ចឹងនេះខ្ញុំបានសរសេរប្រាប់ chat GPT ថាខ្ញុំចង់និពន្ធចម្រៀងពីទឹកដីសៀមរាបអញ្ចឹងនេះគឺជាគោលបំណងដែលយើងចង់បានថាតើយើងច្បាច់យកគោលបំណងអីខ្លះអញ្ចឹងខ្ញុំយកចំណុចនេះយកមកដាក់បញ្ចូលតម្រងចម្រៀងគោលបំណងរបស់ខ្ញុំចំណុចទី1របស់ខ្ញុំគោលបំណងអានេះយើងដាក់គោលបំណងរបស់យើងមួយសិនមកនេះចម្រៀង Page Pro នឹងខ្ញុំដាក់អញ្ចឹងបណ្ដោយទៅហើយឥឡូវនេះខ្ញុំធ្វើការ generate វាអញ្ចឹងយើងរងចាំវាមួយ plate ដើម្បីឲ្យ AI នឹងធ្វើការឲ្យយើងអូខេឥឡូវនេះគឺវាឲ្យយើងរងចាំ20ទៅ40 second ដើម្បីធ្វើការ generate ថាតើវាដូចនឹងវត្ថុបំណងដែលយើងចង់បានដែរឬក៏អត់អូខេអញ្ចឹងយើងចាក់ស្ដាប់មើលទាំងអស់គ្នាអញ្ចឹងតើតោងជាមួយនឹងចំណុចផ្សេងទៀតដែលយើងចង់បានចម្រៀងនឹងយកមកប្រើប្រាស់គឺបងប្អូនគាត់ចុចលើសញ្ញា download នេះបាទនេះសញ្ញា download នៅកន្លែងនេះមកគឺយើងបាន sound មួយយើងបានចម្រៀងមួយបទអាចយកទៅស្ដាប់លេងបានហើយប៉ុន្តែគាត់ថាធម្មតាទេ AI វាមិនអាចធ្វើការឲ្យយើងបានល្អ perfect ដូចដែលយើងរៀបចំខ្លួនឯងទេប៉ុន្តែគាត់ថានេះគឺវាជាការជួយបំផុសគំនិតឲ្យយើងហើយវាអាចជាការកំសាន្តអារម្មណ៍របស់យើងបានបន្ថែមទៀតដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នាជាមួយនឹងវីដេអូក្រោយបន្ថែមទៀតអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូចេញពីក្រុមការងាររបស់យើងខ្ញុំអញ្ចឹងអរគុណច្រើនជួបគ្នាជាមួយនឹងវីដេអូក្រោយបន្ថែមទៀត